បាទសួស្តីបងនេះជាវីដេអូដែលពួកខ្ញុំដាក់សម្រាប់ជ្រីបងជ្រីតំណប់បងចង់ដាក់ហ្នឹងទី1 ឡើងនេះយើងបញ្ចូលឈ្មោះមកបងឈ្មោះអីឬក៏ចង់សេពីអីអញ្ចឹងណាបងយើងចូលកន្លែងនេះយើងទៅសេធម្មតាតមកឡើងនេះយើងទាញមួយចឹងគាត់ទៅទាញដើម្បីជាគំរូទេបន្តមកឲ្យយកតាមខ្ញុំកំណត់ហ្នឹងមកមានកន្លែងហ្នឹងបងរើសមួយមកបាទតទៅពីបងរើសហើយបងមើលទៅតាមម៉ៅខ្ញុំកន្លែងនេះម៉ៅខ្ញុំដាក់ហ្នឹងគឺមានអីដែលត្រូវដាក់នៅលើហ្នឹងហើយអញ្ចឹងបងចុចមួយវាចេញតមកបងដកពី1បងចង់បានអាឡាញហ្នឹង2ឬក៏1អញ្ចឹងបើចង់បាន2បងយក2ចង់បាន1យក1នៅកន្លែងនេះវាជាទំហំអាឡាញហ្នឹងតូចធំអញ្ចឹងបងអាចរើសប្រិយភាពបានប្រិយតូចប្រិយធំអ្វីដែលបងឲ្យចង់បានដល់ទំហំចេញពីអក្សរយើងប៉ុណ្ណាអញ្ចឹងណាបងបាទបងឲ្យចង់បានប៉ុណ្ណាគឺប៉ុណ្ណឹងមកកន្លែងនេះនៅសក់វាបងឲ្យចង់សក់មូលសក់ជ្រុងសក់អីអញ្ចឹងណាវាមានស្រួចមូលជ្រុងកន្លែងហ្នឹងហើយបន្ទាប់មកកន្លែងខ្ញុំច្អល់ហ្នឹងសិតតែពណ៌ដែលយើងត្រូវរើសទេតែគាត់ថាពណ៌បើយើងលក្ខណៈប្រើស្នោយើងអត់ចាំបាច់ជាមួយនឹងពណ៌ទេហើយនៅកន្លែងនេះយើងចុចម៉ៅមួយដើម្បីយើងឲ្យវាក្របនៅលើហ្នឹងហើយបន្ទាប់មកនៅកន្លែងហ្នឹងគឺយើងមិនចូលបំបែកវាយើងចូលបំបែកវាចេញពីគ្នាសិនមកដើម្បីឲ្យអក្សរយើងផ្សេងនិងសម្ៅក្រោយផ្សេងអញ្ចឹងណាយើងចូលបំបែកវាបន្ទាប់ពីបំបែកហើយយើងត្រូវប្រើ Ctrl K ទៀតយើងប្រើ Ctrl K ដើម្បីដោះវាអញ្ចឹងបងអាចចុច Ctrl K ទៅចុច Ctrl K ឲ្យវាដោះវាបានទៅបន្ទាប់ពីកន្លែងហ្នឹងមកយើងបានអាឡាញនៅក្រោយហើយបន្ទាប់ពីអាឡាញនៅក្រោយមកយើងគ្រាន់តែយើងចាប់ផ្ដើមដាក់ប្រអប់មួយដើម្បីយើងចង់កាត់យកបណ្ណាឲ្យវាជាប់គ្នាអញ្ចឹងបងមើលនៅកន្លែងហ្នឹងទៅអញ្ចឹងឧបមាថាខ្ញុំចង់បានប៉ុណ្ណឹងហើយដោយសារយើងស្រអីវាអត់ជាប់ទេអញ្ចឹងយើងត្រូវចាក់មើលជាមួយស្រអីនឹងមួយហើយបន្ទាប់មកយើង select ក្របលើវាទាំងអស់មើលមកជុំនឹងយើងក្របលើទាំងអស់នឹងហើយបន្ទាប់មកយើងភ្ជាប់វាចូលទៅគ្នាយើងមើលភ្ជាប់គ្នាទៅប៉ុណ្នេះយើងនៅមានចំណុចតូចមួយនៅក្នុងហ្នឹងនេះតូចនេះអញ្ចឹងតូចយើងលុបវាចោលទៅលុបវាចោលទៅកុំឲ្យទុកទៅវាមិនសិនកាត់ស្នោយើងចូលទៅកាត់បន្ទាប់ពីបានលទ្ធផលមកមានន័យថាគ្រប់គ្រាន់ហើយប៉ុណ្ណឹងបងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នឹងឯងហើយគ្រប់គ្រាន់ប្រើប្រាស់នៅកន្លែងនេះគឺយើងចូល select កិច្ចការថ្មីបន្ទាប់មកគឺយើងយកអក្សរទៅដាក់នៅកន្លែង select កិច្ចការដែលយើងចង់កាត់ហើយបញ្ជាក់នៅក្នុងការកាត់នេះអត់មានយើងបរិយារួមទេគឺយើងដាក់ទៅ save យកតែម្ដង save ហើយយើងរើស extension ដែលយើងត្រូវការទៅទីតាំងដែលយើងត្រូវការបន្ទាប់មកយើងអត់មានអីទៀតទេមានតែបងចុច save នៅលើហ្នឹងជាការបញ្ចប់តែប៉ុណ្ណោះបាទអរគុណបងអរគុណ